តើអ្នកឆ្ងល់ទេថាហេតុអ្វីមេឃមានពណ៌ខៀវពន្លឺព្រះអាទិត្យមើលទៅជាពន្លឺពណ៌សប៉ុន្តែការពិតវាមានពណ៌ជាច្រើនលាយបញ្ចូលគ្នានៅពេលពន្លឺព្រះអាទិត្យឆ្លងកាត់បរិយាកាសផែនដីវាប៉ះនឹងម៉ូលេគុលខ្យល់ពន្លឺពណ៌ខៀវមានរលកខ្លីដូច្នេះវាត្រូវបានបែកខ្ចាត់ខ្ចាយឬគ្រប់ទិសដៅខ្លាំងជាងពណ៌ផ្សេងៗដោយសារតែពន្លឺពណ៌ខៀវបែកខ្ចាត់ខ្ចាយពេញមេឃភ្នែករបស់យើងទទួលបានពន្លឺពណ៌ខៀវពីគ្រប់ទិសដៅហេតុនេះហើយទើបយើងមើលទៅមេឃមានពណ៌ខៀវ